វិតរបស់យើងអត់អាចរស់នៅតែម្នាក់ឯងបានទេដូច្នេះហើយយើងចាំបាច់ត្រូវមានការទំនាក់ទំនងការប្រស្រ័យតាក់ទងជាមួយនឹងមនុស្សជុំវិញខ្លួនតាក់ទងជាមួយនឹងការតាក់ទងឬក៏ការប្រស្រ័យតាក់ទងជាមួយនឹងមនុស្សជុំវិញខ្លួនគឺមានមនុស្សជាច្រើនតែងតែរអ៊ូថាខ្លួនពិបាកនៅក្នុងការចោះសម្រុងទៅកាន់អ្នកដទៃខ្លួនពិបាកនឹងទទួលបានការគោរពស្រឡាញ់ពីអ្នកដទៃថាតើដើម្បីឲ្យអ្នកដទៃគោរពស្រឡាញ់ខ្លួនតើខ្លួនត្រូវធ្វើបែបណាដូច្នេះហើយថ្ងៃនេះគឺខ្ញុំមាននៅតិចនិច5ដើម្បីជួយឲ្យអ្នកទាំងអស់គ្នាទទួលបានការគោរពស្រឡាញ់ពីអ្នកដទៃទោះបីស្ថិតនៅក្នុងកលៈទេសៈបែបណាក៏ដោយដូច្នេះដើម្បីកុំឲ្យខាតពេលវេលាយូរតោះចូលទៅកាន់គន្លឹះទាំង5ទាំងអស់គ្នា1បើចង់ឲ្យគេគោរពអ្នកត្រូវគោរពគេមុនមនុស្សជាច្រើនចង់ឲ្យគេគោរពខ្លួនប៉ុន្តែមិនបានដឹងថាការគោរពមិនមែនជាអ្វីដែលទាមទារបានដោយងាយៗនោះទេការគោរពគឺជាលទ្ធផលនៃអាកប្បកិរិយានិងទស្សនៈដែលអ្នកបង្ហាញចំពោះអ្នកដទៃនៅពេលដែលអ្នកផ្ដល់តម្លៃដល់មនុស្សម្នាក់មិនថាគាត់ជាអ្នកមានអ្នកក្រអ្នកគ្រប់គ្រងឬក៏បុគ្គលិកធម្មតានោះទេអ្នកកំពុងតែបញ្ជូនសារមួយទៅកាន់គាត់ថាអ្នកមានតម្លៃនៅក្នុងក្រសែភ្នែកទូគេអារម្មណ៍នេះវាពិតជាជះឥទ្ធិពលខ្លាំងទៅលើចិត្តនិងមនោសញ្ចេតនារបស់មនុស្សខ្លាំងមែនទែនមនុស្សដែលទទួលបានការគោរពពីអ្នកនឹងមានទំនោរឆ្លើយតបមកវិញដោយការគោរពដូចគ្នានេះគឺជាច្បាប់ធម្មជាតិនៃទំនាក់ទំនងមនុស្សផ្ទុយទៅវិញប្រសិនបើអ្នកមើលងាយឬចាត់ទុកខ្លួនឯងខ្ពស់ជាងគេគ្រប់ពេលវេលាមនុស្សអាចនឹងខ្លាចអ្នកប៉ុន្តែកុំសង្ឃឹមតែគេគោរពនឹងឲ្យតម្លៃអ្នកឲ្យសោះការគោរពពិតប្រាកដមិនមែនបង្ហាញតាមរយៈបុគ្គលដែលមានអំណាចបុគ្គលដែលមានឥទ្ធិពលនោះទេតែវាបង្ហាញទៅកាន់គ្រប់មនុស្សគ្រប់ស្រទាប់វណ្ណៈនៅពេលដែលអ្នកអាចគោរពមនុស្សគ្រប់រូបដោយស្មើគ្នាបានអ្នកនឹងក្លាយជាមនុស្សដែលទទួលបានការគោរពស្រឡាញ់ដោយស្វ័យប្រវត្តិពីមនុស្សជុំវិញខ្លួនរបស់អ្នកជាក់ជាមិនខាន2ស្មោះត្រង់និងគោរពពាក្យសន្យាទំនុកចិត្តគឺជារូបិយប័ណ្ណដ៏មានតម្លៃបំផុតនៅក្នុងជីវិតរបស់យើងមនុស្សម្នាក់អាចមានចំណេះដឹងខ្ពង់ខ្ពស់មានទេពកោសល្យអស្ចារ្យឬក៏មានឥទ្ធិពលនៅក្នុងសង្គមប៉ុន្តែប្រសិនបើគាត់មិនមានភាពស្មោះត្រង់នោះគាត់នឹងបាត់បង់ការគោរពពីអ្នកដទៃជាបន្តបន្ទាប់ការស្មោះត្រង់មានន័យថាអ្វីដែលអ្នកគិតអ្វីដែលអ្នកនិយាយនិងអ្វីដែលអ្នកធ្វើគឺវាមានភាពស៊ីសង្វាក់គ្នាមនុស្សដែលមានភាពស្មោះត្រង់មិនចាំបាច់ព្យាយាមបញ្ចុះបញ្ចូលអ្នកដទៃឲ្យជឿខ្លួនឡើយព្រោះថាសកម្មភាពរបស់គេបង្ហាញពីអត្តចរិតរបស់គេរួចទៅហើយការរក្សាពាក្យសន្យាគឺជាការបង្ហាញដ៏ធំបំផុតនៃការគោរពចំពោះអ្នកដទៃនៅពេលដែលអ្នកសន្យាអ្វីមួយហើយអ្នកបានអនុវត្តតាមការសន្យានោះមនុស្សនឹងយល់ថាពាក្យរបស់អ្នកគឺពិតជាមានតម្លៃហើយអ្នកគឺជាមនុស្សដែលមានតម្លៃសម្រាប់ពួកគេប៉ុន្តែប្រសិនបើអ្នកសន្យាហើយធ្វើមិនបានមនុស្សនឹងចាប់ផ្ដើមសង្ស័យលើពាក្យសន្យារបស់អ្នកទោះបីជាអ្នកនិយាយការពិតក៏ដោយពួកគេនឹងលែងមានទំនុកចិត្តលើអ្នកទៀតហើយក្នុងពិភពអាជីវកម្មមនុស្សមិនទិញផលិតផលឬក៏សេវាកម្មតែមួយមុខប៉ុណ្ណោះទេពួកគេទិញទំនុកចិត្តហេតុនេះហើយអ្នកដែលរក្សាពាក្យសន្យាបានល្អតែងតែទទួលបានអតិថិជនថ្មីមិត្តភ័ក្តិនិងដៃគូដ៏យូរអង្វែងប្រកបដោយភាពស្មោះត្រង់3ស្ដាប់ច្រើនជាងនិយាយមនុស្សភាគច្រើនគិតថាអ្នកដែលពូកែនិយាយគឺជាមនុស្សដែលសម្បូរអ្នកចូលចិត្តច្រើនប៉ុន្តែផ្ទុយទៅវិញមនុស្សចូលចិត្តអ្នកណាដែលស្ដាប់ពួកគេជាជាងអ្នកដែលនិយាយច្រើនការស្ដាប់មិនមែនគ្រាន់តែជាការស្ងាត់ស្ងៀមរងចាំវេនដល់យើងនិយាយនោះទេការស្ដាប់ពិតប្រាកដគឺជាការផ្ដោតអារម្មណ៍លើអ្វីមួយដែលអ្នកដទៃកំពុងនិយាយដោយព្យាយាមយល់ពីគំនិតអារម្មណ៍និងបញ្ហារបស់ពួកគេនៅពេលដែលមនុស្សមានអារម្មណ៍ថាមាននរណាម្នាក់ស្ដាប់ពួកគេដោយស្មោះត្រង់ពួកគេនឹងមានអារម្មណ៍ថាខ្លួនមានសារៈសំខាន់អារម្មណ៍នេះគឺវានឹងបង្កើតភាពស្និទ្ធស្នាលនិងទំនុកចិត្តយ៉ាងឆាប់រហ័ស
មនុស្សជាច្រើនចង់ឲ្យគេស្គាល់ខ្លួនប៉ុន្តែមនុស្សតិចណាស់ដែលព្យាយាមស្គាល់អ្នកដទៃដូច្នេះប្រសិនបើអ្នកអាចស្ដាប់ដោយយកចិត្តទុកដាក់សួរសំណួរដែលមានន័យនិងចងចាំអ្វីដែលគេនិយាយអ្នកនឹងក្លាយជាមនុស្សដែលគេចូលចិត្តនិងជាមនុស្សដែលគេចង់ធ្វើការជាមួយជាក់ជាមិនខាន 4. ជួយអ្នកដទៃដោយស្មោះអស់ពីចិត្តគ្មានអ្វីអាចបង្កើតទំនាក់ទំនងរឹងមាំជាជាងការផ្ដល់តម្លៃដល់អ្នកដទៃនោះឡើយនៅពេលដែលអ្នកជួយមនុស្សម្នាក់ដោយគ្មានចេតនាអាក្រក់ឬមិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនមនុស្សនឹងមានអារម្មណ៍ថាអ្នកជាមនុស្សដែលអាចទុកចិត្តបានសម្រាប់ពួកគេមនុស្សភាគច្រើនអាចនឹងដឹងថាតើអ្នកកំពុងជួយពួកគេដោយស្មោះអស់ពីចិត្តឬក៏ជួយដើម្បីទទួលបានផលប្រយោជន៍តែប៉ុណ្ណោះហេតុនេះការជួយគឺពិតជាមានឥទ្ធិពលគឺការជួយដែលកើតចេញពីបំណងពិតប្រាកដការជួយកើតចេញពីចិត្តស្មោះសររបស់យើងនៅក្នុងជីវិតប្រចាំថ្ងៃការជួយមិនចាំបាច់ជារឿងធំដុំនោះទេវាអាចជាការចែករំលែកចំណេះដឹងការណែនាំឱកាសល្អៗការផ្ដល់ដំបូន្មានឬក៏ការជួយដោះស្រាយបញ្ហាអ្នកដទៃទៅតាមអ្វីដែលយើងអាចធ្វើបានរឿងទូទៅទាំងនេះអាចបង្កើតជាអនុស្សាវរីយ៍និងភាពជឿជាក់យ៉ាងជ្រាលជ្រៅជាមួយមនុស្សដែលយើងបានស្គាល់និងទទួលបានវាពីយើងមនុស្សប្រហែលជាភ្លេចនៅអ្វីដែលអ្នកបាននិយាយប៉ុន្តែពួកគេកម្រនឹងភ្លេចអារម្មណ៍ដែលពួកគេបានទទួលពីយើងណាស់ហេតុនេះហើយអ្នកដែលចូលចិត្តជួយអ្នកដទៃដោយស្មោះត្រង់គឺតែងតែទទួលបានការគោរពស្រឡាញ់និងការគាំទ្រពីមនុស្សជុំវិញខ្លួនទោះបីស្ថិតនៅក្នុងកលៈទេសៈណាក៏ដោយ 5. សុភាពរាបសារនិងការអភិវឌ្ឍខ្លួនជានិច្ចមនុស្សដែលគួរឲ្យគោរពបំផុតមិនមែនជាមនុស្សដែលចេះគ្រប់យ៉ាងនោះទេប៉ុន្តែជាមនុស្សដែលដឹងថាខ្លួននៅមានអ្វីជាច្រើនទៀតដែលត្រូវរៀនភាពសុភាពរាបសារមិនមែនជាការមើលស្រាលខ្លួនឯងនោះទេវាគឺជាការយល់ដឹងថាទោះបីយើងជោគជ័យប៉ុណ្ណាក៏ដោយយើងនៅតែអាចរៀនសូត្រពីអ្នកដទៃយើងនៅតែអាចរៀនសូត្របានគ្រប់ពេលវេលាមនុស្សដែលមានភាពសុភាពរាបសារតែងតែបើកចិត្តទទួលយកគំនិតថ្មីទទួលស្គាល់កំហុសនិងកែលម្អខ្លួនជាបន្តបន្ទាប់ផ្ទុយទៅវិញមនុស្សដែលអួតអាងខ្លាំងពេកអាចទាក់ទាញការចាប់អារម្មណ៍ក្នុងរយៈពេលមួយដ៏ខ្លីប៉ុណ្ណោះប៉ុន្តែมันអាចរក្សាការគោរពក្នុងរយៈពេលវែងឬក៏ការឲ្យតម្លៃពីមនុស្សជុំវិញខ្លួននោះទេព្រោះមនុស្សភាគច្រើនគោរពសមត្ថភាពប៉ុន្តែពួកគេស្រឡាញ់ភាពសុភាពរាបសារនិងការដាក់ខ្លួនជាជាងការអភិវឌ្ឍខ្លួនជានិច្ចក៏ជាសញ្ញាបង្ហាញថាយើងមិនស្កប់ស្កល់នឹងភាពជោគជ័យក្នុងបច្ចុប្បន្នយើងកំពុងព្យាយាមក្លាយទៅជាមនុស្សដែលល្អជាងម្សិលមិញមនុស្សដែលមានផ្នត់គំនិតបែបនេះតែងតែទទួលបានការគោរពព្រោះពួកគេបង្ហាញពីវិន័យការលះបង់និងចិត្តចង់ក្លាយទៅជាមនុស្សដែលរីកចម្រើនចំណុចទាំង5នេះយើងអាចនិយាយបានថាមនុស្សនឹងគោរពអ្នកមិនមែនដោយសារតែអ្នកមានអ្វីនោះទេប៉ុន្តែដោយសារតែពួកគេមានអារម្មណ៍បែបណានៅពេលជួបអ្នកតែប៉ុណ្ណោះបើអ្នកធ្វើឲ្យគេមានអារម្មណ៍ថាពួកគេត្រូវបានគោរពពួកគេអាចទុកចិត្តអ្នកបានពួកគេត្រូវបានស្ដាប់ដោយយកចិត្តទុកដាក់ពីអ្នកពួកគេបានទទួលជំនួយពីអ្នកពួកគេមើលឃើញភាពស្មោះត្រង់និងភាពសុភាពរាបសារការដាក់ខ្លួនរបស់អ្នកនោះការគោរពការស្រឡាញ់និងការគាំទ្រពីមនុស្សនឹងកើតឡើងដោយធម្មជាតិមិនចាំបាច់បង្ខំឬប្រើល្បិចកិច្ចកលណាមួយឡើយនេះគឺជាគោលការណ៍ដែលអាចអនុវត្តបានទាំងក្នុងជីវិតផ្ទាល់ការដឹកនាំក្រុមឬក៏ការលក់ហើយជាពិសេសក៏អាចអនុវត្តបាននៅក្នុងទំនាក់ទំនងទូទៅផងដែរដូច្នេះខ្ញុំបាទសូមអរគុណ